ថ្ងៃនេះយើងនិយាយគ្នាប្រធានបទមួយដែលបងប្អូនពូមីមីច្រឡំជាមួយនឹងជំងឺឬដុំបាតហ្នឹងហើយនេះយើងប្រឹក្សាគ្នាតាក់ទងមួយជំងឺដែលច្រឡំនឹងជំងឺឬដុំបាតខ្ញុំកណាសូមក្រាបថ្វាយបង្គំប្រាថេរានិងថេរៈគ្រប់អង្គនិងជំរាបសួរអាយដាមលោកជំទាវលោកស្រីនាងកញ្ញាបងប្អូនកូនក្មួយទាំងអស់ថ្ងៃនេះដល់ប្រធានបទរបស់យើងតាក់ទងមួយនឹងជំងឺមួយដែលច្រឡំនឹងជំងឺឬដុំបាតច្រឡំគ្នាថងថាជំងឺហ្នឹងពេលយើងបាត់ជើងហើយតាក់ទងមួយនឹងជំងឺដែលលាមកក្តៀនយើងប្រឹងបាត់ជើងទៅវាក្តៀនផងអីផងទៅវាធ្វើឲ្យលហែកទ្វេលាមកភាសាពេទ្យគេហៅ anaphysio ហើយបើយើងនិយាយធម្មតាហៅលហែកទ្វេលាមកវាលហែកដោយសារលាមកយើងធំពេកអាហ្នឹងឈាមបើសិនជាលហែកវាមានកម្រិតរបស់វាលហែកណាវាមាន1 2 3អញ្ចឹងណាកម្រិតដំបូងវាគ្រាន់ណាលហែកអញ្ចឹងទៅម្ចាស់ខ្លួនដឹងហើយអាហ្នឹងពេលយើងបាត់ជើងមកពេលយើងបាញ់ទឹកអញ្ចឹងទៅវាកាហាយលាងទៅកាហាយអាហ្នឹងបានន័យថារូនគូតរបស់យើងហ្នឹងវាលហែកមួយជ្រុងអញ្ចឹងណាកាហាយហើយបើវាថ្ងៃហ្នឹងយើងបត់ជើងក្តៀនមុតប៉ុណ្ណឹងស្អែកឡើងយើងបត់ជើងក្តៀនទៀតវាអាចមុតជ្រៅលើនឹងតិចហើយបើសិនជាក្រោយមកទៀតយើងនៅតែក្តៀនវាអាចធ្វើឲ្យជ្រៅកាន់តែជ្រៅទៅអាចទៅដល់មកសាច់ដុំអញ្ចឹងណាវាមាន3ស្រទាប់មួយខេសសាច់ដុំអញ្ចឹងទៅដល់បើជ្រៅមែនតើដល់សាច់ដុំដល់សាច់ដុំហ្នឹងគឺវាអត់ងាយជាទេអាហ្នឹងឈឺយូរហើយបើសិនជាវាមាន1ឬក៏2ឬក៏3អាហ្នឹងយើងខ្លាចហ្មងពេលយើងបាត់ជើងហើយហ្នឹងឬក៏យើងពេលយើងឈឺបាត់ជើងចង់ខ្លាចប្រគុណតែម្ដងអត់ចង់បាត់ជើងហ្នឹងពួកវាប៉ះទៅឈឺកាហាយខ្លាំងវាខុសពីឬដងបាតត្រង់ថាឬដងបាតភាគច្រើនបើសិនជាឬដងបាតវាមានឈាមភាគច្រើនយើងត្រូវចាំថាឬដងបាតដែលវាឈាមគឺភាគច្រើនតកតងមួយឬដងបាតដែលនៅខាងក្នុងពេលដែលវាលាកឬក៏វាស្ដើងអាវ៉ែនរបស់យើងនឹងវារីកប៉ោងខ្លាំងមកអាមួយខិតរបស់វានឹងឡើងស្ដើងធំអញ្ចឹងទៅសរសៃឈាមនឹងវាឡើងធំអញ្ចឹងទៅពេលលាមកឆ្កូតបាច់ប៉ះដល់វេសូហ្នឹងគឺបាញ់ឈាមវែវហើយភាគច្រើនដល់ទៅ70-80% អត់ឈឺទេឈាមដោយសារឬដងវាអត់ឈឺទេយើងលាងទឹកលាងអីចឹងទៅងើបទៅវាអាចបាត់ទៅវិញបើសិនជាកំណកឈាមយើងវាល្អវាអត់បញ្ហាទេតែបើសិនជាកំណកឈាមរបស់យើងវាមានបញ្ហាតាក់ទងមួយនឹងផ្លាកែតហ្នឹងវាអាចឈាមយូរក៏បាត់ហើយត្រូវចាំថាឈាមឬដងបាត់ច្រើនជាងតាក់ទងជាមួយនឹងការឈាមហ្នឹងគឺឈាមខ្លាំងអត់ដូចឈាមលហែកទ្វេលាមកទេឈាមលហែកទ្វេលាមកហ្នឹងឈាមហូរណាក់ទេបើសិនជាវានៅក្នុងកម្រិត2គឺវាហូរឈាមណាក់អាហ្នឹងតាក់ទងជាមួយនឹងការលហែកទ្វេលាមកភាគច្រើនមិនតាក់ទងជាមួយនឹងឬដងបាតទេប៉ុន្តែយើងគ្រាន់តែថាយើងច្រឡំតាក់ទងជាមួយនឹងវាឈាមឬដងបាតដែរប៉ុន្តែផ្សេងមួយសំខាន់គឺតាក់ទងជាមួយនឹងការលាងទឹកទៅកាហាយឬដងបាតខាងក្រៅ99%វាមិនឈាមទេទោះបីវាប៉ោងធំក៏ដោយវានៅក្នុងកម្រិតដែលវាប៉ោងធំមែនតើណាក៏វាកម្រវាមិនមានឈាមទេតែបើអាលហែកហ្នឹងគឺងាយឈាមភាគច្រើនអ្នកដែលរុនគូតទូចភាគច្រើនស្ត្រីវ័យក្មេងអ្នកដែលតមអាហារតមអីចឹងទៅលាមករឹងក្តៀនចឹងទៅញ៉ាំកាកសរសៃអត់គ្រប់គ្រាន់ហ្នឹងអាចធ្វើលាមកក្តៀនជាប្រឹងទៅដាច់លហែកអាលាមកចេញមកដាច់លហែកចាំឲ្យច្បាស់ជាងគេគឺវាខុសពីឬដងបាត់ដោយសារលាងទឹកទៅកាហាយខ្លាំងហើយបើតាក់ទងជាមួយនឹងជំងឺអីផ្សេងទៀតអាលីអីក៏វាលាងទឹកឆាប់បាត់ទេកាហាយប៉ុន្តែអាហ្នឹងលាងទឹកទៅគឺកាហាយខ្លាំងឈឺណាស់វាខុសគ្នាត្រង់អាលាងទឹកនឹងកាហាយហ្នឹងគឺសំខាន់ណាស់ហ្នឹង
và hay phíaច្រើនយើងច្រឡំមកជួបគ្រូពេទ្យថាខ្ញុំមានឬដួងបាតឬអីចឹងណាខ្ញុំមានឬដួងបាតដោយសារមានបាត់ជើងឈាមអ្នកខ្លះរហូតដល់រាប់ខែមានរហូតដល់រាប់ខែអ្នកខ្លះរហូតដល់រាប់ឆ្នាំហើយអាកន្លែងលហែកហ្នឹងអាកន្លែងដែលយើងលហែកឆ្កូតលេមុនហ្នឹងអាខាងចុងវាហ្នឹងប្រកាសជាដុសសាច់ឬក៏ដុសស្បែកចឹងដុសវែងទៅបើយើងកាន់តែយូរទៅអានឹងដុសវែងទៅវាទៅជាដុំសាច់ទូចគេហៅវាជាពូលីបអាហ្នឹងក៏យើងអាចច្រឡំជាមួយឬដុំបាតតែអាដុំហ្នឹងតែភាគច្រើនមូលហេតុរបស់វាមកពីការលហែកឬដូរលហែកទ្វេលាមកហ្នឹងដោយសារលាមកយើងធំពេកហើយគូតរបស់យើងនឹងទូចផងបាត់ជើងក្តៀនមកឆ្កូតលហែកហើយឈឺហើយមានឈាមហើយយើងច្រឡំហ្នឹងបាទហ្នឹងហើយវិធានបទរបស់យើងមានតែប៉ុណ្្នឹងទេបាទខ្លីៗណា